នៅក្នុងទីនេះខ្ញុំចង់លើកឡើងរឿងរ៉ាវមួយក្នុងសម័យពុទ្ធកាលណាដែលតាក់ទងនឹងស្ត្រីម្នាក់សុខចិត្តកាត់សាក់របស់ខ្លួនលក់ដូរយកប្រាក់ដើម្បីមកធ្វើទានចំពោះព្រះសង្ឃពុទ្ធមាមិកជនយើងធ្លាប់លើពាក្យថាព្រះសង្ឃជាស្រែបុណ្យណាដែលភាសាបាលីហ្នឹងហៅថាបញ្ញខេតាំងហើយយើងលើពាក្យនេះតាមរយៈលោកអាចារ្យឬក៏ព្រះសង្ឃហ្នឹងលោកសំដែងធម៌ក្នុងនគរមួយឈ្មោះអុជេនីដែលជាដែនរបស់ព្រះបាទចន្ទដេបជោតមានស្ត្រីជាបងប្អូន2នាក់ត្រូវជាកូនរបស់សទ្ធិផងអំណោះអំពីឪពុកម្ដាយទៅក៏បែកខ្ញែកគ្នាទៅណានាងពៅនឹងឈ្មោះទីខៈកេសវតីមានសក់វែងស្អាតក៏ប៉ុន្តែខ្សត់ទ្រព្យក្រីក្រឯនាងបងនេះឈ្មោះនឹកកេសីអត់មានសក់ទេក៏ប៉ុន្តែមានទ្រព្យអញ្ចឹងកម្មវាចាត់ចែងមកផ្សេងគ្នាបែបហ្នឹងណានៅសម័យថ្ងៃមួយនោះព្រះមហារាជាយនាថៃលោកនិមន្តទៅកាន់នគរអុជេនីហ្នឹងដើម្បីផ្សព្វផ្សាយពីពុទ្ធសាសនានាងទីខៈកេសវតីគ្រាន់តែឃើញប្រធេរៈហើយក៏មានសេចក្តីជ្រះថ្លាតែអត់មានលទ្ធភាពនឹងរៀបចំចង្ហាន់ប្រគេនលោកទេដោយសេចក្តីជ្រះថ្លារបស់ខ្លួនសុខចិត្តថានិមន្តលោកឲ្យគង់ចាំសិនចុះហើយខ្លួនឯងហ្នឹងក៏ចូលទៅក្នុងបន្ទប់ហើយកាត់សក់បានប្រើឲ្យនាងទាសីហ្នឹងយកទៅលក់មានអ្នកលក់សក់លក់ហ្នឹងមិនលក់ឲ្យនរណាទេគឺលក់ឲ្យបងស្រីខ្លួនឯងហ្នឹងឯងហើយបានប្រាក់ហ្នឹង8កហាបណៈល្មមនឹងភិក្ខុសង្ឃ8អង្គទទួលបានប្រាក់ហើយក៏ចាត់ចែងធ្វើទានធ្វើចង្ហាន់រៀបចំសពគ្រប់អស់ហើយដល់ពេលដែលត្រូវប្រគេនប្រធេរៈឆានហ្នឹងនាងទីខៈកេសវតីហ្នឹងអត់ហ៊ានចេញមកទេដោយសារខ្មាស់អៀនពីព្រោះសក់របស់ខ្លួនហ្នឹងដែលធ្លាប់តែស្អាតហ្នឹងក្បិលខូចអស់ទៅហើយក៏នៅសងំក្នុងបន្ទប់ហ្នឹងទៅប្រធេរៈលោកជ្រាបចិត្តរបស់នាងហ្នឹងក៏បានបង្គាប់ឲ្យនាងហ្នឹងចេញមកហើយដោយទានដែលនាងធ្វើនោះចំពោះស្រែបុណ្យដែលល្អដែលមានជីជាតិត្បិតលោកជាព្រះអរហន្តដំណើរគ្នានឹងថ្វាយបង្គំនឹងសក់របស់នាងនឹងគឺវែងដូចដើមទាំងអស់ពេលដែលប្រធេរៈលោកឆាន់ហើយក៏និមន្តចេញពីផ្ទះនាងនឹងទៅកាន់ឧទ្យានរបស់ព្រះរាជានាយឧទ្យានបាលឃើញភិក្ខុសង្ឃនិមន្តមកក្នុងឧទ្យានបែបហ្នឹងក៏ទទួលព្រះរាជាទៅហើយព្រះមហាក្សត្រទ្រង់ជ្រាបហើយក៏យាងមកថ្វាយបង្គំប្រធេរៈបានសួររឿងរ៉ាវអំពីដែលប្រធេរៈនឹងឆាន់នៅទីកន្លែងណានិមន្តមកមានការអ្វីអីចឹងណាហើយប្រធេរៈបានចម្រើនពរថ្វាយព្រះរាជាអំពីរឿងរ៉ាវដែលកើតឡើងចំពោះនាងនឹងណាព្រះមហាក្សត្រទ្រង់សម្ដាប់ហើយមានសេចក្តីអស្ចារ្យហើយទ្រង់ក៏បានយកនាងនឹងធ្វើជាអគ្គមហេសីក្នុងថ្ងៃនឹងទៅនេះជាផលនៃទានដែលនាងទីខៈកេសវតីនឹងធ្វើចំពោះស្រែបុណ្យដែលល្អទី1គឺសក់របស់ខ្លួននឹងស្អាតដូចដើមហើយទី2បានជាអគ្គមហេសីហើយយើងបច្ចុប្បន្ននេះមិនឲ្យផលដល់ម្លឹងនោះទេត្បិតក្នុងបច្ចុប្បន្នកាលនេះមិនមានព្រះអរិយសង្ឃមានត្រឹមតែសមត្ថសង្ឃដូច្នេះកុំឲ្យមានការប្រៀបធៀបគ្នាថាធ្វើទានទៅខេត្តអីមិនឃើញបានផលអីជាក់ស្ដែង